នេះពុកម៉ែបងប្អូនគ្រាន់តែចេញក្បាលវីដេអូមកក៏ដឹងថាសប្បាយដែរបើនិយាយពីមុខម្នាក់វិញមើលលែងយល់ហើយអញ្ចឹងនៅក្នុងវីដេអូនេះ admin នឹងសម្រាយឲ្យពុកម៉ែបងប្អូនស្ដាប់ទាំងអស់គ្នាដោយសារអី admin អត់ហ៊ានដាក់សម្លេងដើមទេដោយសារនៅក្នុងវីដេអូនេះគឺមានសម្លេងបទចម្រៀងមានអីចឹងទៅអញ្ចឹងហើយខ្លាចជាប់ copyright អញ្ចឹង admin មានតែសម្រាប់ចែកជូនដល់ពុកម៉ែបងប្អូនសម្រាប់ទាំងអស់គ្នានេះសង្ក្រាន្តឆ្នាំថ្មីនៅរោងចក្រ Power Sun ពុកម៉ែបងប្អូនរោងចក្រ Power Sun បានរៀបចំកម្មវិធីជប់លៀងមុនចូលឆ្នាំខ្មែរយើងដល់កម្មករកម្មការិនីទាំងអស់គ្នាបាននិយាយពីមុខម្នាក់វិញមើលលែងយល់ហើយបើនិយាយក្បាច់រាប់វិញចេញមកអស់ហើយពុកម៉ែបងប្អូនបែកហើយពួកគាត់ក៏បានមកខ្សឹបប្រាប់ admin ថាថ្ងៃនេះគឺសុំលេងមកអស់ដៃហើយដោយសារពួកគាត់ធ្វើការងារហត់យូរមកហើយអញ្ចឹងថ្ងៃនេះមានក្បាច់អីគឺចេញមកទាំងអស់ហើយនេះអ្នកដែលសភាពមើលទៅអត់មាត់អត់កទេពុកម៉ែបងប្អូនប៉ុន្តែដល់ថ្ងៃគឺលេងមកទំហឹងតែម្ដងអញ្ចឹងក្បាច់អីក៏មានដែរតោះតាមដានទស្សនាទាំងអស់គ្នាពុកម៉ែបងប្អូនហើយក៏សូមអរគុណដល់មេនិងថ្នាក់ដឹកនាំជាពិសេសគឺលោកតកែរោងចក្រ Power Sun ដែលបានរៀបចំកម្មវិធីនេះជូនដល់កម្មករកម្មការិនីសប្បាយមុនពេលចូលឆ្នាំបាននិយាយទៅសូមសរសើរដល់លោកតកែពិតមែនដោយសាររោងចក្រ Power Sun ទើបតែបើកដំណើរការមិនទាន់បានប្រហែលទេប៉ុន្តែគាត់មានទឹកចិត្តរៀបចំកម្មវិធីជូនដល់បងប្អូនកម្មករកម្មការិនីហើយអ្វីដែលជាពិសេសនោះគឺគាត់មានកាដូតិចតួចជូនដល់បងប្អូនកម្មករកម្មការិនីគ្រប់គ្នាផងដែរហើយនេះគឺជាទឹកចិត្តរបស់លោកតកែហើយមួយវិញទៀតបើសិនជាពុកម៉ែបងប្អូនចូលឆ្នាំរួចមានម្ដងចង់រកការងារធ្វើអាចតាក់ទងមក admin បានអញ្ចឹង comment នៅក្រោមវីដេអូនេះ admin នឹងផ្ញើលេខផ្នែករដ្ឋបាលនៅរោងចក្រ Power Sun ឲ្យពុកម៉ែបងប្អូនដើម្បីមកធ្វើតេស្តហើយរោងចក្រ Power Sun គឺទទួលធ្វើតេស្តរាល់ម៉ោងធ្វើការចាប់ពីម៉ោង7ព្រឹកដល់ម៉ោង4ល្ងាចពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសៅរ៍អញ្ចឹងអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះជូនពរពុកម៉ែបងប្អូនរកស៊ីទទួលមានបានក្នុងឱកាសចូលឆ្នាំថ្មីអរគុណច្រើន